តទៅនេះយើងសិក្សាសមាសតាបរិស័កបន្តទៅទៀតគឺនៅក្នុងសមាសទី5នេះបានដល់ឆាតថៃតាបរិស័កហើយដែលមានអតិសង្កេតនឹងរបៀបនេះអញ្ចឹងនិយមន័យថាសមាសដែលមានឆាតថៃវិភ័តនៅខាងដើមហើយបំព្រុញរួមចូលគ្នាជាមួយនឹងបទខាងចុងដែលជាបឋមាវិភ័តនោះហៅថាឆាតថៃតាបរិស័កតាមពិតទៅបទខាងចុងនេះវាមិនមែនតែត្រឹមបឋមាវិភ័តនោះទេវាអាចវិភ័តទុតិយាក៏បានតតិយាក៏បានរហូតទៅដល់សតមីនឹងក៏បានដែរដែលបទខាងចុងនៅពេលដែលយកទៅបំបែកនោះណាបទផ្នែកខាងចុងនេះអញ្ចឹងនៅពេលដែលបំបែកទៅវាអាចទៅជាវិភ័តផ្សេងទៀតបានក៏ប៉ុន្តែនៅពេលដែលចងនោះនៅពេលដែលតាំងវកហៈគឺលោកប្រើតែបឋមាវិភ័តទេមិនចាំបាច់ឃើញរូបវាជាទុតិយាយកមកចងជាទុតិយានោះទេអាខាងចុងនេះអញ្ចឹងគ្រាន់តែបកវិភ័តទុតិយាតតិយាឬក៏ចតុថ័យអីជាដើមហ្នឹងពេលដែលយើងបកវិភ័តនឹងចេញហើយឲ្យយកមកតាំងវកហៈអាផ្នែកខាងចុងហ្នឹងលោកតាំងតែជាបឋមាវិភ័តប៉ុណ្ណោះហើយប្រសិនបើសម្រេចរូបមកជាសមាសបែបនេះហើយនៅពេលដែលយើងចង់បានទៅវិភ័តទុតិយាតតិយាបទខាងចុងទាំងអស់ហ្នឹងនៅពេលដែលចង់បានបទនៅក្នុងវិភ័តណាមួយនោះយកទៅបំបែកជាមួយនឹងវិភ័តនឹងទៅនឹងជាការស្រេចហើយអញ្ចឹងពេលដែលចងលោកនិយមតែបឋមាទេសម្រាប់បទនៅផ្នែកខាងចុងហើយផ្នែកខាងដើមដោយយើងចង់បានជាឆាតថៃវិភ័តឬក៏វាមានទំនោរជាឆាតថៃវិភ័តយើងក៏ចងជាឆាតថៃវិភ័តទៅឆាតថៃវិភ័តនេះហើយនៅពេលដែលយកមកផ្សំជាមួយនឹងបទខាងចុងនេះហើយសម្រេចរូបមកជាសមាសបែបហ្នឹងទើបគេហៅថាឆាតថៃតាបរិស័កនេះចំពោះការកំណត់ចំណាំវិញនៅពេលដែលប្រែសមាសហ្នឹងវាមាននាមានុគ្រោះឬក៏យើងហៅថាអាយតនិបាតដែលមានពាក្យថានៃឬក៏របស់អញ្ចឹងសមាសផ្សេងទៀតដូចជាពួកកម្មធិរយៈសមាសឬក៏តិគុសមាសអីហ្នឹងនៅពេលដែលប្រែវាអត់មានអាយតនិបាតសម្គាល់នៅក្នុងនោះទេក៏ប៉ុន្តែសម្រាប់ពួកតាបរិស័កនេះនៅពេលដែលប្រែទៅមានបែកប្រភេទអាយតនិបាតឬក៏នាមានុគ្រោះនឹងនៅខាងក្នុងដូច្នេះបើប្រែទៅចេញអាយតនិបាតក្នុងវិភ័តណាវិភ័តនឹងហើយដែលគេកំណត់ឲ្យឈ្មោះជាពួកតាបរិស័កដោយក្នុងទីនេះកាលណាបើសមាសនឹងប្រែចេញនៃឬក៏របស់បែបហ្នឹងដែលវាជាអាយតនិបាតរបស់ឆាតថៃវិភ័តអញ្ចឹងគេហៅសមាសហ្នឹងថាឆាតថៃតាបរិស័កអញ្ចឹងយើងមើលឧទាហរណ៍សម្រាប់វកហៈទី1នេះអរញ្ញោពតតោសម្រាប់ជាសមាសរាជពតតោឈ្មោះវាគឺឆាតថៃតាបរិស័កដែលមានវកហានុលោមថាអរញ្ញោពតតោរាជពតតោរាជពតតោអញ្ចឹងដែលឈ្មោះថាឆាតថៃតាបរិស័កពីព្រោះបទខាងដើមនេះគឺវាសម្រាប់ចេញមកអំពីរូបវកហៈដែលមានវិភ័តជាឆាតថៃហើយវិភ័តជាឆាតថៃនេះយកមកផ្សំជាមួយនឹងបទខាងចុងនេះសម្រាប់រូបបានមកជាសមាសនឹងហើយដែលហៅថាឆាតថៃតាបរិស័កអញ្ចឹងយើងប្រែក្នុងវកហានុលោមថាពតតោរិបុត្ររញ្ញោរបស់ព្រះរាជារាជពតតោឈ្មោះរាជពតតោរាជពតតោរិបុត្រនៃស្ដេចអញ្ចឹងផ្នែកនេះគឺជាផ្នែកដែលយើងប្រែនៅក្នុងវកហៈហើយផ្នែកនេះគឺជាប្រភេទអន្តរបទវាសម្រាប់ផ្ដល់ចម្លងភាពទំនាក់ទំនងហើយបទខាងចុងគេនេះគឺជាបទដែលសម្រាប់ចេញពីតួសមាសមែនទែនអញ្ចឹងសូមបញ្ជាក់ផងដែរថាចំពោះឆាតថៃតាបរិស័កនេះគឺភាគច្រើនបំផុតតួនាទីរបស់សមាសនេះដើរតួជានាមនាមតែម្ដងពីព្រោះបទខាងចុងនឹងវាត្រូវផ្ដល់ភាពជាកម្មសិទ្ធិពោលគឺបទខាងចុងនេះវាជាប្រភេទរបស់ទ្រព្យដែលមានបទខាងដើមនេះជាម្ចាស់កម្មសិទ្ធិដូច្នេះហើយទើបសមាសដែលសម្រេចរូបមកនេះវាដើរតួជានាមនាមតែម្ដងអញ្ចឹងយើងមើលឧទាហរណ៍ទី2ដែលមានវកហៈថាថេញានាងរាសិសម្រេចរូបមកជាថេញរាសិឈ្មោះវាគឺឆាតថៃតាបរិស័កអញ្ចឹងសម្រាប់វកហានុលោមគឺថេញានាងរាសិថេញរាសិតហេញរាសិយើងប្រែលោតប្រយោគថារាសិរីគំណោតហេញានាងនៃស្រូវទាំងឡាយតហេញរាសិឈ្មោះតហេញរាសិតហេញរាសិ
រីគំនោនៃស្រូវអញ្ចឹងសម្រាប់សមាសនេះយើងឃើញថាមានការតាំងវឹកហៈនឹងប្លែកជាងគេបន្តិចគឺនៅត្រង់បទខាងដើមនេះដែលជាឆាត់ថៃវិភ័តនឹងមានការបំបែកជាពហុវចនៈសំណួរសួរថាហេតុអីបានជាបទផ្សេងទៀតដែលយកមកតាំងវឹកហៈដែលនឹងឆាត់ថៃវិភ័តនេះបំបែកជាឯកវចនៈក៏ប៉ុន្តែសម្រាប់សមាសនេះវិញបែរជាបទខាងដើមនេះតាំងវឹកហៈជាពហុវចនៈអញ្ចឹងចម្លើយគឺនៅត្រង់កន្លែងនេះណាគឺពាក់ព័ន្ធជាមួយនឹងបទខាងចុងដែលខ្លឹមសាររបស់វានេះវាប្រាប់អំពីពួកអំពីក្រុមអំពីគណៈអំពីគំនោឬក៏ភាពរួមផ្ដុំអញ្ចឹងបទខាងចុងនេះវាតំណាងឲ្យចំនួនដែលមានភាពរួមផ្ដុំនឹងច្រើនពាក្យថាច្រើននឹងមិនមែនបានន័យថាស័ព្ទខាងចុងនេះជាពហុវចនៈវាតំណាងឲ្យច្រើនដែរទេគឺមិនមែនបែបហ្នឹងទេណាច្រើនក្នុងទីនេះមិនមែនច្រើនសំដៅលើវចនៈនោះទេគឺច្រើនសំដៅលើស័ព្ទដែលត្រូវប្រែចេញមកតែម្ដងគឺស័ព្ទហ្នឹងវាប្រាប់អំពីបណ្ដុំអំពីក្រុមអំពីគណៈដោយយើងដឹងថារាសិនេះប្រែថាគំនោអញ្ចឹងមានន័យថាគំនោហ្នឹងគឺវាតំណាងឲ្យចំនួនរួមផ្ដុំដែលច្រើននៅក្នុងហ្នឹងដោយពាក្យថាយុថៈប្រែថាហ្វូងអញ្ចឹងទោះជាវាបំបែកជាឯកវចនៈក៏ស័ព្ទហ្នឹងប្រែទៅវាតំណាងឲ្យការរួមផ្ដុំច្រើនទៅហើយដូចជាពាក្យថាគណៈហ្នឹងមានន័យថាក្រុមមានន័យថាពួកមានន័យថាហ្វូងមានន័យថាបនអញ្ចឹងដែរដូច្នេះដោយសារតែស័ព្ទខាងចុងហ្នឹងវាតំណាងឲ្យភាពរួមផ្ដុំតំណាងឲ្យហ្វូងតំណាងឲ្យពួកបែបហ្នឹងហើយទៅខាងដើមនេះដែលជាម្ចាស់កម្មសិទ្ធិហ្នឹងលោកតម្រូវឲ្យបំបែកជាឆាត់ថៃវិភ័តខាងពហុវចនៈដោយសារតែតាមផ្លូវសម្ព័ន្ធគឺបទខាងដើមនេះដើរតួជាសមូហសម្ព័ន្ធពីព្រោះនេះវាប្រាប់ពីភាពរួមផ្ដុំអញ្ចឹងខាងដើមនេះត្រូវតែបំបែកយ៉ាងណាឲ្យមកជាឆាត់ថៃពហុវចនៈអញ្ចឹងអត់សំដៅយកវាពហុវចនៈទេតែច្រឡំថាតាំងឧទាហរណ៍ឲ្យលើនេះថាដាក់មកមានរូបពុតតាអញ្ចឹងហើយយល់ថាអានឹងវាប្រាប់អំពីភាពច្រើនហើយដាក់ឯនេះរីកជូននាងអញ្ចឹងទៅអញ្ចឹងការបំបែកខាងដើមនេះជាពហុវចនៈគឺអត់ត្រូវទេពីព្រោះស័ព្ទថាពុតតានេះវាច្រើនតែវចនៈវាមិនមែនច្រើនដោយសភាវៈរបស់វាមិនមែនច្រើនដោយស័ព្ទនឹងដែលត្រូវប្រែចេញមកតែម្ដងនោះទេគឺវាច្រើនទៅតាមវចនៈនឹងអញ្ចឹងវាមិនមែនជាស័ព្ទដែលប្រាប់អំពីភាពរួមផ្ដុំទេស័ព្ទដែលប្រាប់ពីភាពរួមផ្ដុំគឺវាប្រាប់មកជាក្រុមជាពួកជាហ្វូងតែម្ដងដូចពាក្យថារាសិពាក្យថាគណៈពាក្យថាយុថៈអញ្ចឹងទៅអញ្ចឹងពាក្យទាំងអស់ហ្នឹងមិនមានច្រើនប៉ុន្មានទេក៏ប៉ុន្តែនៅពេលដែលយកមកតាំងវឹកហៈគឺវាមានភាពពិសេសសម្រាប់ផ្នែកឆាត់ថៃតាបរិស័កហ្នឹងអញ្ចឹងយើងមើលឧទាហរណ៍ទី3ដែលមានវឹកហៈថាពុទ្ធិស័កសាវកោពុទ្ធិសាវកោឈ្មោះគឺឆាត់ថៃតាបរិស័កអញ្ចឹងបទខាងដើមមានរូបជាឆាត់ថៃហើយយកមកផ្សំជាមួយនឹងបទខាងចុងក៏បានសម្រេចរូបមកជាសមាសហ្នឹងទៅដោយសារតែសមាសនេះវារួមផ្ដុំផ្សំអំពីឆាត់ថៃវិភ័តនៅខាងដើមបែបនឹងហើយដែលហៅថាឆាត់ថៃតាបរិស័កអញ្ចឹងយើងមើលវគ្គហានុឡោមថាពុទ្ធិស័កសាវកោពុទ្ធិសាវកោពុទ្ធិសាវកោដែលប្រែថាសាវកោឬសាវកពុទ្ធិស័ករបស់ព្រះពុទ្ធពុទ្ធិសាវកោឈ្មោះពុទ្ធិសាវកោពុទ្ធិសាវកោរីសាវករបស់ព្រះពុទ្ធហើយខាងក្រោមនេះគឺជាឧទាហរណ៍បន្ថែមយើងមើលឧទាហរណ៍ទី1គឺសទ្ធិតហិតាប្រែថារីកូនស្រីរបស់លោកសេដ្ឋីអញ្ចឹងនៅពេលដែលប្រែទៅចេញពាក្យថារបស់ឬក៏ន័យដូច្នេះសមាសនេះគឺឈ្មោះឆាត់ថៃតាបរិស័កអញ្ចឹងរាល់ការតាំងវឹកហៈនៅក្នុងសមាសបន្ទាប់ពីយើងស្គាល់ឈ្មោះសមាសនោះថាប្រភេទណាហើយអញ្ចឹងត្រូវដឹងដែនសង្កាត់របស់ស័ព្ទនៅពេលដែលដឹងដែនសង្កាត់ហើយត្រូវស្គាល់លឹងហើយនឹងការ៉នរបស់ស័ព្ទទាំងនោះទៅទៀតទើបយកទៅបំបែកត្រូវនឹងគំរូមេរបស់វាដោយក្នុងទីនេះសទ្ធិតហិតានេះគឺមកពីសទ្ធិបូកនឹងតហិតាឬក៏ស័ព្ទដើមវាថាថិតោអញ្ចឹងស័ព្ទថាសទ្ធិគោលបំបែករបស់វាគឺសទ្ធិនឹងតែម្ដងហើយឆាត់ថៃវិភ័តមានរូបបែបណាយើងដាក់រូបបែបនឹងឲ្យវាទៅអញ្ចឹងយើងអាចតាំងវឹកហៈបានថាសទ្ធិស័កហើយបទខាងចុងនឹងជាបឋមាវិភ័តដដែលទេបកណ្ណកស័ព្ទថៃតោនឹងបបែកបឋមាទៅជាថៃតាអញ្ចឹងថៃតា
សម្រាប់រូបសទ្ធិតៃតាឈ្មោះវាគឺឆាថៃតាបរិស័កអញ្ចឹងយើងសង្កេតមើលចំណុចនេះបន្តិចថាសាបដើមវាសទ្ធិនៅពេលដែលបំបែកជាឆាថៃមកវារស័កសអ៊ីនឹងមកជាសអ៊ីទៅក៏ប៉ុន្តែនៅពេលដែលសម្រាប់រូបមកជាសមាសនេះហេតុអីវានៅជាសទ្ធិទៀតវាមិននៅជាសទ្ធិតៃតាទៅនៅត្រង់ចំណុចនេះអ្នកប្រាជ្ញខ្មែរយើងពន្យល់ហើយថារាល់សាបខាងដើមដែលជាប៉ុងលឹងហើយការ៉នរបស់វានឹងជាស្រៈទីខៈអញ្ចឹងនៅក្នុងប៉ុងលឹងមានការ៉ន5ការ៉នដែលជាស្រៈទីខៈនឹងមានតែ2ទេគឺអ៊ីហើយនិងអ៊ូដូច្នេះនៅពេលដែលសាបជាប៉ុងលឹងមានរូបជាការ៉នស្រៈទីខៈនៅពេលដែលយកទៅធ្វើជាសមាសផ្សំជាមួយនឹងបទខាងចុងហ្នឹងគឺលោកតម្រូវឲ្យរស័កអញ្ចឹងសម្រាប់មតិអ្នកប្រាជ្ញខ្មែរយើងគឺលោកតម្រូវឲ្យធ្វើបែបហ្នឹងដូច្នេះហើយបានជាសាបហ្នឹងដែលធ្លាប់តែជាសទ្ធិហ្នឹងវាមកជាសទ្ធិវិញឧទាហរណ៍ផ្សេងទៀតដូចជាសាបថាវិញ្ញូអញ្ចឹងវិញ្ញូវាអ៊ូការ៉នប៉ុងលឹងនៅពេលដែលយើងយកទៅផ្សំជាមួយនឹងសាបផ្សេងទៀតដូចជាពាក្យថាជន់ជាដើមអញ្ចឹងទៅអញ្ចឹងពេលដែលសម្រេចជាសមាសឬក៏សន្ធិមកវាមានរូបទៅជាវិញ្ញុជន់បែបនេះវិញហើយហេតុអ្វីបានជាសាបដើមជាវិញ្ញូសម្រាប់ជាសមាសឬក៏សន្ធិបែរជាមកជាត្រឹមវិញ្ញុចម្លើយគឺដូចដែលបានអះអាងហើយថាដោយសារតែសាបនេះវាជាប៉ុងលឹងរាល់សាបដែលជាប៉ុងលឹងហើយស្រៈរបស់វាជាស្រៈទីខៈបែបហ្នឹងនៅពេលដែលផ្សំជាសមាសឬក៏ជាសន្ធិត្រូវតែធ្វើឲ្យខាងដើមហ្នឹងឲ្យមកជាស្រៈរស័កវិញនេះចំពោះតែប៉ុងលឹងទេឯចំពោះអដ្ឋិលឹងលោករក្សាទុកដដែលនេះតាមក្បួនច្បាប់របស់បោរាណបណ្ឌិតយើងគឺលោកណែនាំបែបហ្នឹងណាយើងមើលឧទាហរណ៍ទី2អ្នកទីតៃរាំងប្រែថារីច្រាំងនៃស្ទឹងអញ្ចឹងនៅពេលដែលប្រែទៅឃើញថាមានបែកអយតនិបាតឆាត់ថៃវិផតដូច្នេះសមាសនេះគឺជាឆាត់ថៃតាបរិស័កអញ្ចឹងសង្កាត់របស់វាគឺត្រឹមអ្នកទីនេះមួយហើយត្រឹមតៃរៈឬក៏តៃរាំងនេះមួយអ្នកទីនេះគឺជាអដ្ឋិលឹងដែលមានការ៉ននឹងអ៊ីយើងឃើញថាវាអត់រស័កទេដោយសារថាវាអ៊ីការ៉នហើយក៏ប៉ុន្តែលឹងវាជាអដ្ឋិលឹងអញ្ចឹងលោករក្សាទុកដដែលដែលវាខុសពីខាងលើនេះក៏អ៊ីការ៉នដែរតែដោយសារវាជាប៉ុងលឹងលោកតម្រូវឲ្យរស័កតែសម្រាប់អដ្ឋិលឹងទុកដដែលណាអញ្ចឹងសាបថាអ្នកទីដែលនៅខាងដើមនេះវាជាអ៊ីការ៉នអដ្ឋិលឹងដូច្នេះមេរបស់វាដែលត្រូវបំបែកតាមហ្នឹងគឺនារីណាអញ្ចឹងវាដើរតាមនារីដែលជាអដ្ឋិលឹងនឹងឆាត់ថៃវិផតមានរូបបែបណាអ្នកទីក៏ដើរតាមបែបនឹងដែរមានរូបបែបនឹងដែរហើយតៃរៈនេះវាជាអក្សរអ្នកប៉ុងសកលឹងអញ្ចឹងបំបែកដោយកុលៈចឹងយើងតាំងវកហៈថាសម្រាប់អ៊ីក្សរអដ្ឋិលឹងមេបំបែកវាគឺនារីអញ្ចឹងឆាត់ថៃវិផតនារីយាដូច្នេះអ្នកទីនេះគឺអ្នកទីយាហើយតៃរៈនឹងជាអក្សរអ្នកប៉ុងសកលឹងបំបែកដោយកុលៈអញ្ចឹងបឋមាវិផតគឺវាតៃរាំងសម្រាប់រូបមកដដែលទេគឺអ្នកទីតៃរាំងឈ្មោះវាគឺឆាត់ថៃតាបរិស័កអញ្ចឹងបញ្ជាក់ចំណុចនេះឡើងវិញសម្រាប់ស្រៈខាងដើមឲ្យតែជាប្រភេទអដ្ឋិលឹងដែលមានការ៉នជាស្រៈទីខៈគឺសម្រាប់រូបមកទុកនៅដដែលអត់មានត្រូវរស័កដោយផ្នែកប៉ុងលឹងនោះទេនេះវាជាភាពខុសគ្នារវាងផ្នែកប៉ុងលឹងហើយនិងផ្នែកអដ្ឋិលឹងនៅពេលដែលសម្រេចរូបមកជាសមាសបែបនេះវានៅខាងដើមសម្រាប់ប៉ុងលឹងត្រូវរស័កសម្រាប់អដ្ឋិលឹងត្រូវរក្សាទុកនៅដដែលអញ្ចឹងយើងមើលឧទាហរណ៍ទី3ថាសេះសកណោយើងប្រែថារីក្រមនៃសះអញ្ចឹងយើងប្រែចេញអយតនិបាតឆាត់ថៃវិផតដូច្នេះសមាសនេះគឺជាឆាត់ថៃតាបរិស័កហើយអ្វីដែលគួរសង្កេតមួយទៀតនោះគឺយើងមើលសាបឬក៏បទខាងចុងនេះដែលវាប្រែទៅមានចេញពាក្យថាក្រមថាកណៈថាបនថាហ្វូងអញ្ចឹងដូច្នេះវាតំណាងឲ្យខ្លឹមសារដែលមានលក្ខណៈរួមផ្ដុំអញ្ចឹងនៅពេលដែលយកទៅតាំងវកហៈផ្នែកខាងដើមនេះសាបខាងដើមនេះគឺត្រូវតែបំបែកជាឆាត់ថៃវិផតពហុវចនៈពីព្រោះសាបឬក៏បទខាងចុងនេះវាតំណាងឲ្យភាពរួមផ្ដុំច្រើនគ្នាអញ្ចឹងសង្កាត់នៃសមាសនេះគឺត្រឹមនេះមួយសាបហើយត្រឹមនេះមួយសាបទៀត
ហើយសេសៈនេះវាជាអក្ខរន្តប៉ុងលឹងដូច្នេះបំបែកដោយពុរិស័កអញ្ចឹងពុរិស័កឆាតថៃវិភ័តមានរូបបែបណាវាក៏មានរូបបែបនឹងដែរអញ្ចឹងយើងអាចតាំងវកហៈបានថាសេសៈនឹងពហុវចនៈគឺសេសាណាំងហើយកណៈនឹងប្របែកដោយពុរិស័កដែរវាអក្ខរន្តប៉ុងលឹងអញ្ចឹងបឋមាវិភ័តគឺវាកណោសម្រាប់រូបគឺសេសៈកណោឈ្មោះឆាតថៃតាពុរិស័កអញ្ចឹងត្រឡប់មកវិញគឺសម្រាប់សមាសប្រភេទឆាតថៃតាពុរិស័កនេះនៅពេលដែលយើងសង្កេតមើលទៅលើរូបសមាសឬក៏នៅពេលដែលគេប្រែទៅវាមានចេញអយតនិបាតបែបនេះពីព្រោះប្រភេទតាពុរិស័កនៅពេលដែលប្រែចេញទៅសមាសនោះនឹងមានបែកអយតនិបាតក្នុងខ្លឹមសារនឹងហើយបើបែកចេញអយតនិបាតវិភ័តណាគេកំណត់យកឈ្មោះវិភ័តនឹងតែម្ដងជាឈ្មោះសមាសដោយក្នុងទីនេះពាក្យថានៃឬក៏របស់នឹងជាអយតនិបាតរបស់ឆាតថៃអញ្ចឹងហៅថាឆាតថៃតាពុរិស័កទៅហើយអ្វីដែលជាបញ្ហានោះគឺនៅពេលដែលតាំងវកហៈរាល់គ្រប់តែសមាសនៅពេលដែលយើងតាំងវកហៈគឺត្រូវតែស្គាល់សង្កាត់របស់វាឲ្យដឹងថាសាបណាជាសង្កាត់មួយហើយសាបណាជាសង្កាត់មួយទៀតបន្ទាប់ពីដឹងសាបដែលជាសង្កាត់មួយនឹងហើយត្រូវដឹងអាផ្នែកខាងដើមហើយនឹងផ្នែកខាងចុងហ្នឹងជាពិសេសគឺផ្នែកខាងដើមឲ្យដឹងថាតើសាបផ្នែកខាងដើមនោះវាជាលឹងអីហើយការ៉ានអីឲ្យដឹងអញ្ចឹងបន្ទាប់ពីយើងដឹងលឹងដឹងការ៉ានវាហើយការយកទៅបំបែកងាយស្រួលទេពីព្រោះយើងយកទៅបំបែកតាមមេរបស់វាដែលតម្រង់នៃការបំបែកនឹងមានទៅដល់13ឯនោះទៅតាមប្រភេទលឹងហើយនឹងការ៉ានផ្សេងគ្នាហើយប្រការមួយទៀតដើម្បីងាយសង្កេតថាសាបខាងដើមនឹងវាមានលឹងអីការ៉ានអីបែបហ្នឹងយើងប្រើវេចនានុក្រមទៅប្រទានុក្រមធម្មបទឆែកមើលទៅដឹងហើយដឹងថាសាបហ្នឹងត្រូវជាលឹងអីការ៉ានអីហើយបំបែកតាមផ្លូវណាហ្នឹងវាមានជាទម្រង់របស់គេតើតែស្គាល់គ្រប់មុំបែបហ្នឹងទៅយកមកតាំងវកហៈហ្នឹងมันមានការខុសឆ្គងណាអញ្ចឹងការសិក្សាទៅលើឆាតថៃតាពុរិស័កនេះមានប៉ុណ្ណេះ